ស្ដីបងប្អូនទាំងគ្នាអញ្ចឹងយើងចូលមកកាន់មេរៀនទី1ប៉ុន្តែជា episode ទី4ដែលសិក្សាអំពីទំហំសម្រាប់ social media ថាតើទំហំនេះគឺជាទំហំអីគឺជាទំហំកិច្ចការក្រដាសកិច្ចការដែលយើងបានបង្កើតមុននឹងអូខេអញ្ចឹងហេតុអីបានយើងត្រូវការសិក្សាទៅលើការបង្កើតឬក៏ការកំណត់ទំហំផ្សេងៗហ្នឹងគឺដោយសារតែការកំណត់ទំហំគឺវាសំខាន់នៅពេលដែលយើងធ្វើការបង្ហោះផ្សព្វផ្សាយឬក៏ផុសនៅលើ platform social media មួយណាថាតើយើងចង់បានទម្រង់ឬមួយក៏ចង់បានរូបរាងហ្នឹងបែបម៉េចជាការ៉េឬមួយក៏ជាអីផ្សេងៗហ្នឹងដើម្បីអីនេះដើម្បីនៅពេលដែលយើងផ្សព្វផ្សាយឬក៏បង្ហោះទៅឲ្យវាបានត្រឹមត្រូវគឺវាមិនខូចមិនបាត់រូបរាងហើយអ្វីដែលសំខាន់គឺយើងងាយស្រួលក្នុងការមើលដើម្បីឲ្យវាកាន់តែច្បាស់ឬក៏ក្នុងកម្រិតរូបភាពមួយដែលច្បាស់សម្រាប់ធ្វើការផ្សព្វផ្សាយនៅលើ Facebook YouTube Instagram ឬក៏ TikTok ផ្សេងៗហ្នឹងអូខេអញ្ចឹងនេះគឺជាការកំណត់ទំហំឬក៏ជាទំហំដែលពេញនិយមនៅលើ social media ភាគច្រើនសម្រាប់ poster គឺនេះអញ្ចឹងខាងក្រោមនេះអ្នកគ្រូបានលើកចូលគំរូ poster ដែលមានទំហំជាការ៉េឬមួយក៏យើងអាចចូល 2000 pixel គុណជាមួយនឹង 2000 pixel ក៏បានឬមួយក៏យើងអាចចូលនៅទំហំ10គុណ8គុណគុណជាមួយនឹង10គុណ8គុណក៏បានវាគឺជារាងការ៉េដូចគ្នាក៏ប៉ុន្តែអ្នកគ្រូសូមធ្វើការណែនាំឲ្យយកទំហំមួយនេះដោយសារតែវាអាចនឹងមានទំហំច្បាស់ជាងទំហំដែលអ្នកគ្រូបានលើកឡើងមុនហ្នឹងអញ្ចឹងបងប្អូនទាំងគ្នាទំហំមួយនេះគឺជាទំហំដែលអ្នកគ្រូឲ្យបងប្អូនទាំងគ្នាធ្វើការបង្កើតសាកល្បងមុនហ្នឹងអញ្ចឹងនេះគឺជាទំហំនេះមួយនេះគឺជាទំហំជាការ៉េដែលជាទូទៅបងប្អូនទាំងគ្នាអាចនឹងធ្លាប់ឃើញហើយ poster ដែលគេផ្សព្វផ្សាយនៅលើបណ្ដាញសង្គមផ្សេងៗនេះគឺជា poster អាចជា poster សាលារៀនអាចជា poster តាក់ទងជាមួយនឹងម្ហូបអាហារអាចជា poster តាក់ទងជាមួយនឹងការ promotion តាក់ទងជាមួយនឹងការចុះឈ្មោះចូលរៀនផ្សេងៗហ្នឹងគឺយើងអាចយកជាទំហំការ៉េបែបនេះក៏បានដែរហើយមួយនេះគឺជាទំហំដែលពេញនិយមនៅលើ social media ដូចគ្នាដែរអូខេមួយនេះគឺជាទំហំដែលអ្នកគ្រូបានឲ្យបងប្អូនទាំងគ្នាបង្កើតសាកល្បងនេះគឺជាទំហំមួយហ្នឹងហើយនេះគឺមុនហ្នឹងយើងបានវាបញ្ចូល2000ជាមួយនឹង2000តាក់ទងជាមួយនឹង width ហើយនឹង height អញ្ចឹង width គឺជាទទឹងតាក់ទងជាមួយនឹងទំហំទទឹងហើយ height នេះគឺតាក់ទងជាមួយនឹងកម្ពស់អូខេមួយវិញទៀតអ្នកគ្រូក៏ចង់លើកយកឬក៏បង្ហាញសម្រាប់បងប្អូនដែលប្រើប្រាស់ Gmail ផ្សេងតែបងប្អូនគិតថាចង់ប្រើប្រាស់ Gmail ផ្ទាល់ខ្លួនអត់ចង់ប្រើប្រាស់រួមទេអាចនឹងបងប្អូនចូលទៅកាន់កម្មវិធី Canva អាចនឹងអត់ទាន់ធ្វើការ update អញ្ចឹងអ្នកគ្រូក៏បានលើកយកនៅ interface របស់ Canva កាលពីអត់ទាន់ update ដូចគ្នាដែរនេះគឺជាទំហំ Canva ឬក៏ interface របស់ Canva ហ្នឹងដែលអត់ទាន់ធ្វើការ update ក៏ប៉ុន្តែបងប្អូនទាំងអស់គ្នាអាចសូមធ្វើការមើលគឺអត់មានសញ្ញាបូកដូចដែលអ្នកគ្រូលើកឡើងឬក៏បង្ហាញបងប្អូនមុនហ្នឹងទេប៉ុន្តែមានពាក្យថា create a design គឺដូចគ្នាទេបងប្អូនទាំងអស់គ្នាកុំបារម្ភគ្រាន់តែការ update ថ្មីយើងខុសប្លែកពីCanva ចាស់បន្តិចនេះគឺដូចគ្នាកន្លែងទៅ custom design នេះគឺយើងចូល create a design មកគឺវាបង្ហាញបែបនេះដូចគ្នាដែរអូខេអញ្ចឹងចូលមកដល់កន្លែងនេះគឺជាទំហំសម្រាប់ social media អ្នកគ្រូបានលើកចូល TikTok Instagram ជាមួយនឹង Facebook អញ្ចឹងសម្រាប់ social media បច្ចុប្បន្នគឺអាចមានលើកពីហ្នឹងប៉ុន្តែអ្នកគ្រូសូមលើកចូលតែ social media ណាដែលសំខាន់ហើយបងប្អូនទាំងគ្នាអាចនឹងឃើញច្រើនមួយវិញទៀតបងប្អូនទាំងគ្នាសូមធ្វើការយកបេកយកសិភៅធ្វើការកត់ចំណាំទៅលើទំហំផ្សេងបងប្អូនទាំងគ្នាអាចដាក់លេខ1ហើយកត់ទំហំមួយនេះទុកហើយទំហំមួយនេះបងប្អូនទាំងគ្នាបើសិនជាអាចយកបន្ទាត់គូចំណាំយើងគូជារៀងបែបនេះមកហើយយើងគូបន្ទាត់ទៅតាមនេះមកបងប្អូនទាំងគ្នាគឺអាចធ្វើបានគូបន្ទាត់ហើយបងប្អូនទាំងគ្នាអាចវាយលេខចូលនេះលេខនេះដើម្បីធ្វើការចំណាំក៏ដូចជាដើម្បីដឹងអំពីទំហំមួយនេះគឺជាទំហំការ៉េដូចគ្នាគ្រាន់តែគេយក1920គុណជាមួយនឹង1920នៅពេលដែលចូលទៅដល់ការ design poster ហើយធ្វើការបង្ហោះនៅលើ Facebook អ្នកគ្រូនឹងលើកឡើងអំពីចំណុចនេះបន្ថែមទៀតហើយបងប្អូនទាំងគ្នាកាន់តែស៊ីជម្រៅនៅពេលដែលយើងធ្វើការ design លើ poster តតែម្ដងហើយនៅពេលនេះបងប្អូនទាំងគ្នាអាចនឹងរៀងពិបាកយល់បន្តិចប៉ុន្តែកុំបារម្ភនៅពេលដែលមេរៀនជាបន្តបងប្អូនទាំងគ្នានឹងធ្វើការយល់កាន់តែស៊ីជម្រៅសូមយកបន្ទាត់គូហើយវាយលេខឬក៏សរសេរលេខចូលទៅក្នុងនឹងមកហើយសូមដាក់ចំណងជើងបែបនេះផងអូខេអញ្ចឹងបងប្អូនគ្នាអាចធ្វើការ scope ហើយធ្វើការកត់និងគូបន្ទាត់ចូលក្នុងសៀវភៅកត់ចំណាំអូខេមួយនេះគឺដូចគ្នាបងប្អូនទាំងអស់គ្នាអាចធ្វើការគូបន្ទាត់ហើយធ្វើការកត់ចំណាំបន្ថែមទៀតមកបងប្អូនទាំងអស់គ្នាអាច scope វីដេអូហើយធ្វើការកត់ note ក៏ដូចជាគូបន្ទាត់ឲ្យបានរួចរាល់ផងដែរសម្រាប់ទំហំមួយនេះវិញបងប្អូនគ្នាអាចឃើញជាទំហំវីដេអូដែលអ្នកគ្រូផលិតដាក់នៅលើ YouTubeក៏ដូចជា slide មេរៀនដែលអ្នកគ្រូបានបង្រៀនបងប្អូនទាំងគ្នាគឺអ្នកគ្រូយកទំហំ1920គុណជាមួយនឹង10គុណ8គុណគឺយើងអាចហៅថាជាទំហំ Full HD ចឹងបងប្អូនទាំងគ្នាគឺអាច note ចំណុចនេះទុកដោយសារតែក្នុងមេរៀនទាំងអស់ហ្នឹងបងប្អូនទាំងគ្នាចង់បញ្ចប់អ្នកទាំងអស់គ្នានឹងចាប់ផ្ដើមបង្កើតជា slide ឬក៏ design ជា slide សម្រាប់ presentation មកកាន់អ្នកគ្រូឬក៏សម្រាប់ធ្វើបទបង្ហាញផ្សេងៗមកកាន់អ្នកគ្រូដូចគ្នាអញ្ចឹងទាំងអស់គ្នាសម្រាប់ទំហំដែលអ្នកគ្រូបានបង្ហាញទាំងអស់ហ្នឹងគឺពិតជាសំខាន់ហើយសូមធ្វើការយកបិចយកសៀវភៅយកមកកត់ note ចំណាំ
អូខេអញ្ចឹងកន្លែងនេះគឺជាផ្ទាំង interface ដែលអត់បាន update ទេប៉ុន្តែអ្នកគ្រូគ្រាន់តែចូលមកដើម្បីបង្ហាញទៅកាន់បងប្អូនទាំងអស់គ្នាអូខេអញ្ចឹងនៅពេលដែលបងប្អូនទាំងអស់គ្នាបង្កើតឬក៏កត់ note ចំណាំទៅលើទំហំទាំងអស់ហើយយើងនឹងចាប់ផ្ដើមអនុវត្តជាមួយនឹង Canva បន្តទៀតនៅមេរៀនក្រោយអញ្ចឹងអរគុណច្រើនទាំងអស់គ្នាយើងនឹងជួបគ្នាបន្ថែមទៀតទៅលើមេរៀនក្រោយៗ